Susday Brahmanastapទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីរឿងព្រឹករបស់យើងយប់នេះខ្ញុំមានរឿងមួយចង់ចែករំលែកជូនប្រិមត្តអ្នកស្ដាប់ទាំងអស់គ្នាបានស្ដាប់នៅក្នុងភូមិដាច់ស្រយាលមួយដែលហូមព័ទ្ធដោយព្រៃក្រាស់មានស្ត្រីម្នាក់ឈ្មោះលីណាដែលរស់នៅក្នុងផ្ទះថ្មជាមួយកូនប្រុសស្រីពីរនាក់និងប្តីរបស់គាត់ជីវិតគ្រួសាររបស់លីណាពោរពេញដោយភាពសប្បាយរីករាយនិងមានសុភមង្គលជាខ្លាំងនាងតែងតែព្យាយាមធ្វើអ្វីដែលល្អៗសម្រាប់កូននិងប្តីរបស់នាងជានិច្ចថ្ងៃមួយលីណាបានវិស្សមការនៅតាមខេត្តរយៈពេលមួយអាទិត្យទីកន្លែងដែលលីណាទៅនោះគឺជាតំបន់ភ្នំក្នុងពេលនោះនាងបានជួបនឹងបុរសចម្លែកម្នាក់ដែលផ្ដល់ឲ្យនាងនូវអាហារដ៏ច្រើនសន្ធឹកសន្ធាប់ក្រោយមកលីណាត្រឡប់មកផ្ទះវិញដោយសភាពចម្លែកកូនរបស់នាងមានការងឿឆ្ងល់ជាខ្លាំងយប់នោះលីណាបានផ្លាស់ប្ដូរអត្តចរិតមួយរំពេចមើលទៅគួរឲ្យចម្លែកខ្លាំងណាស់នាងស្ងៀមស្ងាត់មិននិយាយស្ដីហើយនាងមានចំណង់ខ្លាំងចង់បរិភោគសាច់ស្រស់និងឆាកូនរបស់នាងភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលពួកគេឃើញម្ដាយរបស់ពួកគេផ្លាស់ប្ដូរកិរិយាបែបនេះពួកគេព្យាយាមរត់ចេញពីផ្ទះនោះតែទោះជាយ៉ាងណាក៏ដោយនៅតែរត់គេចមិនរួចឡើយទីបំផុតកូនទាំងពីរក៏ត្រូវម្ដាយរបស់គេយកទៅធ្វើម្ហូបយ៉ាងព្រៃផ្សៃជាទីបំផុតពេលរាត្រីក៏ឈានចូលមកដល់ប្តីរបស់លីណាត្រឡប់មកពីធ្វើការវិញគាត់ក៏បានទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសាគាត់ក៏បានសួររកកូនរបស់គាត់ទាំងពីរតែលីណាហាក់មិនអើពើអ្វីសោះឡើយគិតតែអង្គុយសើចនិងសម្លឹងមើលទៅប្តីរបស់នាងដែលឥតព្រិចភ្នែកសោះឯប្តីរបស់លីណាក៏បានស្វែងរកកូនរបស់ខ្លួនដល់ចង្ក្រានបាយស្រាប់តែគាត់ធ្វើឲ្យកំពប់ឆ្នាំងស៊ុបមកលើឥដ្ឋគាត់មានការតក់ស្លុតជាខ្លាំងហើយក៏បានក្អួតជាច្រើនចេញមកគាត់រត់ចេញមកក្រៅយ៉ាងលឿនហើយបានទាញខ្សែមួយរួចសម្ដៅទៅលីណាប៉ុន្តែលីណាបានដឹងមុននាងក៏បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅព្រៃងងឹតដែលហុំព័ទ្ធក្នុងភូមិនោះហាក់ដូចជាលាតសន្ធឹងគ្មានទីបញ្ចប់ប្តីរបស់លីណាឈ្មោះសុកនិងអ្នកភូមិ 4-5 នាក់ដើរចូលទៅក្នុងព្រៃដោយភាពភ័យខ្លាចនិងកំហឹងគាត់កាន់ខ្សែពួរយ៉ាងណែនភ្នែករបស់គាត់សម្លឹងមើលទៅមុខដោយការតាំងចិត្តគាត់ដឹងថាគាត់ត្រូវតែស្វែងរកលីណាហើយបញ្ឈប់នាងមុនពេលនាងធ្វើបាបនរណាម្នាក់ទៀតប៉ុន្តែអ្វីៗដែលពួកគាត់ជួបគឺមានតែសំឡេងខ្សឹបខ្សៀវនៃស្លឹកឈើនិងសត្វយំនៅពេលយប់តែប៉ុណ្ណោះចាប់តាំងពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញលីណាទៀតឡើយហើយនាងក៏បានបាត់ខ្លួននៅក្នុងព្រៃនោះរហូតទៅ